ឯកសន្តានពណ៌សមួយឈុតគឺជាក្រុមម្ចាស់ផ្ទះបឹងកេតហើយភ្នំពេញក្រោនដែលជាក្រុមភ្ញៀវមានឯកសន្តានពណ៌ក្រហមមួយឈុតកន្លែងនេះបោះចោះមកឲ្យសៀងចន្ទធាបានល្អមែនទែនប៉ុន្តែការសម្រេចទីរបស់គេត្រូវបានជួយសង្គ្រោះដោយសវែងសំណាងបាទ Charlie Scott ក៏សុទ្ធមួយជើងពីចម្ងាយមិនចំគោលដៅនោះទេឱកាសក្នុងការបញ្ជូនពី Wood ត្រង់កន្លែងនេះទម្លាក់ខ្លីៗមកឲ្យសៀងចន្ទធាក៏អូសមួយទល់នឹងមួយដាច់ខ្សែការពារទាញក៏មិនអាចបញ្ឈប់បានត្រង់នេះមួយជើងស្ដាំផ្លុកបញ្ចូលទីគ្រាប់ទី1ឲ្យបឹងកេតនាំមុខទៅលើក្រុមភ្ញៀវបាទ1ទល់នឹង0បាទធ្វើបានល្អមែនទែនចន្ទធាកន្លែងនេះមិនឲ្យខកខានឱកាសដូចជាគ្រាប់មុនទេបាទហើយភ្នំពេញក្រោនក៏មានឱកាសក្នុងការវាយបកទៅវិញទម្លាក់មកឲ្យផាច់សុជីវេឡាកាត់ចូលទៅខាងក្នុងតែតពីសាវយេកាយូសូប៉ុន្តែមិនចំគោលដៅលឹមពីសុតពីស្លាប់ខាងស្ដាំទៅឲ្យលើកចូលមកខាងក្នុងសាវយេកាយូសូថែមមួយជើងនេះបាទគ្រាប់បាល់តាមស្មើ1ទល់នឹង1ដាក់ជើងមកលំមនឹងបាល់រត់មករ៉េបញ្ចូលទីបានសម្រេចតែម្ដងបឹងកេតព្យាយាមក្នុងការវាយសម្រុកទៅវិញ Stephen Golubovic មួយជើងឆ្វេងនេះខុសគោលដៅចេញទៅខាងក្រៅការសុទ្ធមួយជើងពីចម្ងាយពីយូដៃជួយសង្គ្រោះពីកុយសាលីមបញ្ចប់វគ្គទី1លទ្ធផលគឺ1ទល់នឹង1ចូលមកដល់វគ្គទី2ការដាក់សម្ពាធពីភ្នំពេញក្រោនបងសាំយីអែលសុទ្ធមួយជើងពីចម្ងាយស្រាលជួយសង្គ្រោះបានពីអ្នកចាំទីបងសាំយីអែលទៅជាបន្តបញ្ជូនមកឲ្យយ៉ែមដេវីតក៏ទាញផុតកុយសាលីមសុទ្ធបញ្ចូលទីគ្រាប់នាំមុខវិញម្ដងបាទ2ទល់នឹង1បាទត្រង់នេះបងសាំយូអែលបញ្ជូនចោះប្រឡោះខ្សែការពារ2រូបបានល្អមែនតើហើយយ៉ែមដេវីតនោះក៏សម្រេចទីមិនឲ្យខកខានឱកាសមាសនេះផងដែរទៅជាបន្តពីខាងភ្នំពេញក្រោនសុទ្ធមួយជើងពីចម្ងាយពីអោភិរុនប៉ុន្តែបាល់នេះរំលងរបាទីចេញទៅឆ្ងាយបាត់ហើយទម្លាក់ជាបន្តមកដល់ម៉ាត់នរុនក៏ទាញផុត1ផុត2ហើយក៏សុទ្ធមួយជើងឆ្វេងនេះចូលទីបានសម្រេចបាទគ្រាប់តាមស្មើ2ទល់នឹង2ផុតដៃអ្នកចាំទីសវែងសំណាងបាទរីករាយមែនតើបឹងកេតចំពោះគ្រាប់តាមស្មើឱកាសទៅជាបន្តពីភ្នំពេញក្រោនលើកពីស្លាប់ខាងឆ្វេងមកចូលត្រង់កន្លែងនេះសាវយេកាយូសូធ្វើមិនបានសម្រេចបាទរំលងរបាទីចេញទៅខាងក្រៅបាទបងសាមយីអែលទាញផុតខ្សែការពារ2 3 4ហើយក៏សុទ្ធមួយជើងនេះបាទនាំមុខសារជាថ្មី3ទល់នឹង2បាទសុទ្ធបានល្អមែនទែនពីយុវជនបងសាមយូអែលមួយជើងឆ្វេងនេះគ្មានសល់ទេអ្នកចាំទីមិនអាចជួយសង្គ្រោះបាននោះទេឱកាសទៅជាបន្តពីភ្នំពេញក្រោនតាកាគិទម្លាក់ឲ្យកូស្លីងក៏សុទ្ធមួយជើងនេះចូលថ្នាក់ដៃអ្នកចាំទីកុយសាលីមឱកាសវាយបកពីស្លាប់ខាងស្ដាំរបស់បឹងកេតកាត់មកឲ្យទូចមកដុចសម្លឹងឃើញម៉ាត់ដូរុនបន្ថែមមួយជើងឆ្វេងនេះតាមស្មើ3ទល់នឹង3បាទសុទ្ធបានល្អមែនតើម៉ាត់ដូរុនថ្ងៃនេះរកបាន2គ្រាប់ហើយក្នុងការប្រកួតមួយនេះទៅជាបន្តពី Charlie Scott ក៏ទម្លាក់ឲ្យទូចមកដុចក៏សុទ្ធមួយជើងឆ្វេងចូលទីបានសម្រេចគ្រាប់ទី4ទល់នឹង3ធ្វើឲ្យក្រុមម្ចាស់ផ្ទះបឹងកេតយកឈ្នះទៅលើក្រុមបាល់ទាត់ភ្នំពេញក្រោនឱកាសទៅជាបន្តឲ្យអេវសវណ្ណរាទាញផុតមួយហើយក៏ទម្លាក់ឲ្យម៉ាត់នរុនការសុទ្ធនេះត្រូវដៃអ្នកចាំទីសវែងសំណាងទេបាទ